មនុស្សម្នាក់មិនដូចគ្នាទេនិយាយតែក្នុងការរត់ហាត់ប្រាណទៅចុះអ្នកខ្លះមានចិត្តចង់រត់ប៉ុន្តែរាងកាយមិនអំណោយផលចំណែកអ្នកខ្លះទៀតរាងកាយអំណោយផលប៉ុន្តែចិត្តមិនមានការតាំងចិត្តរត់ដូច្នេះសូមអបអរសាទរដល់បងដែលបានចេញមករត់ហត់បែកញើសហូរញើសស្រាក់នេះបង្ហាញថាចិត្តនិងកាយបានសហការគ្នាយ៉ាងល្អហើយអាចយកឈ្នះលើខួរក្បាលដែលតែងតែចង់ឲ្យយើងសម្រាកនិងរស់នៅក្នុងភាពស្រណុកសុខស្រួលតាមបទពិសោធន៍របស់ខ្ញុំមានហេតុ5យ៉ាងដែលជួយឲ្យចិត្តដឹកនាំកាយឲ្យចេញមករត់បានទី1ការយល់និងជឿយើងត្រូវយល់និងជឿថាការរត់ហាត់ប្រាណពិតជាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពវាធ្វើឲ្យរាងកាយរឹងមាំផ្លូវចិត្តស្រស់ស្រាយកាត់បន្ថយស្ត្រេសបង្កើតទម្លាប់ល្អនិងពង្រីកទំនាក់ទំនងក្នុងសង្គមហេតុអ្វីត្រូវយល់និងជឿជាមុនព្រោះមនុស្សជាច្រើនមិនទាន់យល់ថាការធ្វើលំហាត់ប្រាណគឺជារឿងចាំបាច់ពួកគេគិតថារស់នៅធម្មតាក៏គ្រប់គ្រាន់ហើយបើគ្មានការយល់និងជឿទេចិត្តក៏មិនបញ្ជាកាយឲ្យធ្វើដែរវាប្រៀបដូចជានាវាដែលបើកនៅកណ្ដាលសមុទ្រដោយគ្មានត្រីវិស័យទី2ឆន្ទៈគឺជាបំណងប្រាថ្នាពិតប្រាកដក្នុងការចង់ឲ្យខ្លួនឯងមានសុខភាពល្អរាងកាយសំសួនមិនលើសទម្ងន់និងរស់នៅដោយភាពរឹងមាំហេតុអ្វីត្រូវមានឆន្ទៈព្រោះមានមនុស្សជាច្រើនដឹងហើយថាការហាត់ប្រាណល្អសម្រាប់សុខភាពប៉ុន្តែនៅតែមិនហាត់មូលហេតុគឺចិត្តមិនទាន់មានឆន្ទៈមិនទាន់ស្រឡាញ់និងផ្ដល់តម្លៃដល់ខ្លួនឯងគ្រប់គ្រាន់ទី3សេចក្តីព្យាយាមការព្យាយាមគឺជាកម្លាំងដែលបំលែងការគិតទៅជាសកម្មភាពបើយើងយល់ហើយជឿហើយមានឆន្ទៈហើយប៉ុន្តែគ្មានការព្យាយាមនោះក៏មិនអាចក្រោកពីគេងទាញរាងកាយដែលកំពុងស្រណុកសុខស្រួលឲ្យចេញមករត់បានដែរតើត្រូវព្យាយាមដូចម្តេចឧទាហរណ៍បើស្អែកព្រឹកត្រូវជួបក្រុមរត់នៅម៉ោង5ព្រឹកនោះយើងត្រូវព្យាយាមចូលគេងឲ្យបានមុនបើធ្លាប់គេងម៉ោង12យប់ត្រូវកែទម្លាប់មកគេងម៉ោង10យប់បើមានមិត្តភក្តិបួលទៅដើរលេងយប់ត្រូវចេះបដិសេធព្រោះបើមិនដូច្នោះទេយើងនឹងមិនអាចក្រោកទាន់ពេលបានឡើយម្យ៉ាងទៀតបើខ្លួនឯងមិនទាន់អាចក្រោកដោយឯកឯងបានគួរដាក់ម៉ោងរត់ហើយកុំដាក់នៅជិតគ្រែដាក់ឲ្យឆ្ងាយបន្តិចដើម្បីឲ្យយើងត្រូវក្រោកដើរទៅបិទនៅពេលក្រោករួចហើយឱកាសចេញទៅរត់ក៏កាន់តែមានច្រើនប៉ុន្តែបើដាក់ជិតខ្លួនយើងគ្រាន់តែចុចបិទហើយដេកវិញទី4ការប្រាជ្ញាចិត្តបន្ទាប់ពីយល់មានឆន្ទៈនិងព្យាយាមហើយយើងត្រូវប្រាជ្ញាចិត្តថានឹងរត់ជាប្រចាំនៅពេលព្រឹកក្រោកឡើងមានអារម្មណ៍ខ្ជិលធុញឬមិនចង់ចេញពីគ្រែយើងត្រូវរំលឹកខ្លួនឯងពីគោលបំណងនិងឆន្ទៈដែលបានកំណត់ទុកការប្រាជ្ញាចិត្តមានន័យថាមិនក្បត់ខ្លួនឯងបើសន្យាថាស្អែកព្រឹករត់10គីឡូម៉ែត្រនោះត្រូវធ្វើតាមសន្យាមិនរកលេសគេចពេកនៅពេលយើងធ្វើបានជាប្រចាំខួរក្បាលនឹងទទួលយកថាការរត់គឺជាទម្លាប់មួយពេលនោះចិត្តនិងកាយនឹងសហការគ្នាដោយស្វ័យប្រវត្តិហើយការរត់នឹងក្លាយជាផ្នែកមួយនៃជីវិតទី5ការវិតម្លៃនិងការពិចារណាបើយើងអាចរត់បានហើយត្រូវបន្តធ្វើឲ្យបានជាប់លាប់រហូតក្លាយជាទម្លាប់និងវិន័យប៉ុន្តែបើនៅមិនទាន់អាចធ្វើបានត្រូវត្រឡប់មកពិនិត្យនិងពិចារណាខ្លួនឯងវិញថាហេតុអ្វីតើឆន្ទៈរបស់យើងមិនទាន់រឹងមាំគ្រប់គ្រាន់ឬតើការព្យាយាមរបស់យើងមិនទាន់ដល់កម្រិតឬក៏គោលដៅដែលយើងដាក់ធំពេកឧទាហរណ៍បើសមត្ថភាពបច្ចុប្បន្នរបស់យើងអាចរត់បានត្រឹម10គីឡូម៉ែត្រប៉ុន្តែស្រាប់តែដាក់គោលដៅរត់42គីឡូម៉ែត្រនោះយើងមិនអាចបង្ខំទាំងចិត្តនិងកាយឲ្យធ្វើបានភ្លាមនោះទេបើបង្ខំពេកវាអាចធ្វើឲ្យទាំងចិត្តនិងកាយបាក់ទឹកចិត្តអស់កម្លាំងហើយថែមទាំងបង្កើតភាពខ្លាចរហូតលែងហ៊ានរត់ទៀតផងដូច្នេះត្រូវចាប់ផ្ដើមពីតូចទៅធំពី1គីឡូម៉ែត្រទៅ5គីឡូម៉ែត្រពី5ទៅ10គីឡូម៉ែត្រពី10ទៅ21គីឡូម៉ែត្រហើយបន្តទៅ42គីឡូម៉ែត្រការរីកចម្រើនបន្តិចម្ដងបែបនេះមិនត្រឹមតែធ្វើឲ្យរាងកាយរឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យចិត្តមានទំនុកចិត្តនិងរីករាយជាមួយការវិវត្តរបស់ខ្លួនផងដែរសេចក្តីសន្និដ្ឋានសរុបមកការរត់មិនមែនជាការប្រកួតដើម្បីឈ្នះអ្នកដទៃនោះទេប៉ុន្តែជាការប្រកួតដើម្បីឈ្នះខ្លួនឯងឈ្នះភាពខ្ជិលឈ្នះការចង់ស្រណុកនិងឈ្នះលេសផ្សេងដែលរារាំងយើងមិនឲ្យចាប់ផ្ដើមនៅពេលការយល់ឆន្ទៈសេចក្តីព្យាយាមការប្រាជ្ញាចិត្តនិងការពិចារណាដើរទន្ទឹមគ្នានោះចិត្តនឹងដឹកនាំកាយបានយ៉ាងល្អហើយការរត់នឹងលែងជាការបង្ខំទៀតប៉ុន្តែនឹងក្លាយជាទម្លាប់ជាវិន័យនិងជារបៀបរស់នៅដ៏មានតម្លៃ